ធ្យូងអនាម័យគឺជាប្រភេទធ្យូងដែលផលិតចេញពីកម្ទេចកម្ទីឈើយកមកកិនលាយបញ្ចូលគ្នាជាធ្យូងដែលមានចំហល្អគ្មានជាតិពុលនិងអាចកាត់បន្ថយការកាប់ទន្ទ្រានព្រៃបាននៅក្នុងនោះអាជីវកម្មធ្យូងអេកូគឺជាសិប្បកម្មមួយដែលបានផលិតនិងប្រមូលទិញធ្យូងអនាម័យជាច្រើនកន្លែងដើម្បីលក់បន្តទៅឲ្យអ្នកប្រើប្រាស់នៅក្នុងគោលបំណងជួយថែទាំបរិស្ថាននិងជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍លោកកុងចាន់ឌីជានាយកក្រុមហ៊ុនធ្យូងអេកូឬ Eco Charcoal បានឲ្យដឹងថាមូលហេតុដែលបង្កើតអាជីវកម្មមួយនេះឡើងគឺដោយសារតែមើលឃើញពីតម្រូវការទីផ្សារជាក់ស្ដែងទៅលើការប្រើប្រាស់ធ្យូងព្រៃមានការកើនឡើងច្រើនដែលអាចធ្វើឲ្យបាត់បង់ព្រៃឈើនិងប៉ះពាល់ដល់បរិស្ថានទើបលោកមានគំនិតបង្កើតធ្យូងអេកូដើម្បីជំនួសឲ្យការប្រើប្រាស់ធ្យូងព្រៃដែលធ្យូងអេកូនេះច្នៃចេញពីកាកសំណល់រុក្ខជាតិមួយចំនួនដូចជាកាកសំណល់ត្រឡោកដូងកាកអំពៅនិងកម្ទេចឈើជាដើមលោកបានរៀបរាប់ថាបច្ចុប្បន្នសិប្បកម្មរបស់លោកផលិតធ្យូងបានប្រមាណ30ទៅ60តោននៅក្នុងមួយខែនិងមានការទិញចូលពីសិប្បកម្មដទៃទៀតសរុបប្រមាណ80តោនក្នុងមួយខែក្នុងនោះទីផ្សាររបស់ធ្យូងអេកូមានអ្នកតំណាងតាមខេត្តក្រុងតាមផ្សារទំនើបនានាដែលមានទាំងដេប៉ូបោះដុំអាហារដ្ឋាននិងការចុះលក់ដោយផ្ទាល់ហើយក៏មានលក់តាមបណ្ដាញសង្គមផងដែរលោកចាន់ឌីអះអាងថាការប្រើប្រាស់ធ្យូងអេកូនេះមានប្រយោជន៍ច្រើនដូចជាឆេះងុំបានល្អហុយផ្សែងតិចមិនផ្ទុះជាផ្កាភ្លើងកាត់បន្ថយជាតិពុលនៅក្នុងបរិយាកាសចូលរួមកាត់បន្ថយកាកសំណល់ដែលគ្មានប្រយោជន៍ជាជាងការកាប់ព្រៃដើម្បីធ្វើធ្យូងដែលឡែកចំណុចខុសប្លែករបស់ធ្យូងអេកូរួមមានផ្នែកបច្ចេកទេសកែច្នៃដោយម៉ាស៊ីនមានការវេចខ្ចប់ត្រឹមត្រូវដោយដាក់ជាកេសឬការ៉ុងមានឈ្មោះនិង logo សម្គាល់ត្រឹមត្រូវបញ្ជាក់ទីតាំងផលិតផលច្បាស់លាស់និងងាយស្រួលទុកដាក់គួររំលឹកផងដែរថាអាជីវកម្មធ្យូងអេកូបានបង្កើតឡើងនៅខែតុលាឆ្នាំ2019ដោយផ្ដើមពីការទិញយកទៅលក់បន្តមកទៀតមានទីតាំងផលិតខ្លួនឯងស្ថិតនៅក្នុងភូមិក្បាលស្នួលឃុំស្នួលស្រុកស្នួលខេត្តក្រចេះរហូតដល់ដើមឆ្នាំ2022ទើបពង្រីកដល់20កន្លែងផ្សេងគ្នាដែលមានទាំងសាខាចែកចាយគ្រប់ខេត្តក្រុងផងដែរគោលដៅនៃអាជីវកម្មមួយនេះគឺជួយថែរក្សាព្រៃឈើបរិស្ថានកាត់បន្ថយការកាប់ទន្ទ្រានព្រៃឈើផ្ដល់ការងារដល់ប្រជាជននៅក្នុងសហគមន៍កាត់បន្ថយភាពក្រីក្រការចំណាក់ស្រុកក៏ដូចជាចង់ឲ្យធ្យូងអនាម័យមានការប្រើប្រាស់កាន់តែទូលំទូលាយនិងអាចឈានដល់ការនាំចេញទៅក្រៅប្រទេសក្រុមហ៊ុនធ្យូងអេកូយើងខ្ញុំបានផ្ដល់លទ្ធផលដល់សហគមន៍មានជាច្រើនដូចជាផ្ដល់ជំនាញបទពិសោធន៍ការងារនិងបង្កើតមុខរបរកាត់បន្ថយការចំណាយកាត់បន្ថយកាកសំណល់កាត់បន្ថយភាពក្រីក្រកាត់បន្ថយចំណាក់ស្រុកខុសច្បាប់កាត់បន្ថយជាតិពុលនៅក្នុងខ្យល់ផ្ដល់ផលិតផលជាធ្យូងអនាម័យមានសុវត្ថិភាពខ្ពស់កាត់បន្ថយការកាប់ទន្ទ្រានព្រៃឈើខុសច្បាប់និងជួយថែរក្សាការពារព្រៃឈើយ៉ាងណាមិញអាជីវកម្មមួយនេះក៏ជួបផលលំបាកផងដែរពិសេសតម្លៃពីព្រោះធ្យូងព្រៃហាក់មានតម្លៃទាបជាងដែលធ្វើឲ្យទីផ្សារធ្យូងអនាម័យនៅមានកម្រិតនៅឡើយយ៉ាងណាក៏ដោយលោកចាន់ឌីអំពាវនាវឲ្យប្រជាជនងាកមកគាំទ្រនិងប្រើប្រាស់ធ្យូងអនាម័យឬធ្យូងអេកូឲ្យបានកាន់តែច្រើនដើម្បីចូលរួមលើកកម្ពស់ការថែរក្សាបរិស្ថាននិងការពារព្រៃឈើទាំងអស់គ្នាអស់កម្លាំងទៅកម្លាំងជាមួយបាកាលើកពីភេសជ្ជៈបើកម្លាំង